Ebon មិនជានេះដល់សតោះនេះបើយើងក៏លេខមកមើលរូបភាពនេះគឺជាប្រភេទរូបភាពខ្សែក្រវ៉ាត់ការពារយើងពាក់ការពារធ្លាក់នៅពេលដែលយើងឡើងខ្ពស់ណាបាទតោះយើងមកចម្លើយនីមួយៗធៀបជាមួយនឹងរូបភាពទាំងអស់គ្នា Ebon Anjonde Anjonde យើងបកថាខ្សែក្រវ៉ាត់សុវត្ថិភាពណា Microchimmer ផាំងជាអាំនីតាចឹងកន្លែងហ្នឹងគេនិយាយថាខ្សែក្រវ៉ាត់សុវត្ថិភាពហ្នឹងបាទគេប្រើសម្រាប់បង្ការការរអិលដួលអញ្ចឹងវាអត់ត្រូវទេបាទភាគច្រើនពាក់ការពាររអិលដួលគឺជាប្រភេទស្បែកជើងសុវត្ថិភាពពីអឺរ៉ុបបាទតោះអញ្ចឹងចំណុចទី1ខុសទី2អាន់ចុនមូយើងបកថាមួកការពារឬក៏មួកសុវត្ថិភាពនឹងឯងមួកការពារប្រភេទហ្នឹងគេពាក់នៅពេលដែលយើងទៅធ្វើការនៅកន្លែងសាងសង់ណាបាទតោះ Churaku យេប៉ាំងហាំនីតាអញ្ចឹងកន្លែងហ្នឹងគេចង់និយាយថាមួកសុវត្ថិភាពហ្នឹងបាទគេប្រើសម្រាប់បង្ការការធ្លាក់បាទជាទូទៅមួកការពារយើងការពារក្បាលបាទកុំឲ្យឥដ្ឋឬក៏អីធ្លាក់មកចំក្បាលយើងណាបាទអញ្ចឹងបើប្រាប់ថាជាមួកបង្ការការពារធ្លាក់ចុះពីលើអគារហ្នឹងវាអត់ត្រូវទេបាទជួរ៉ាក់ហ្នឹងគឺសំដៅទៅលើការធ្លាក់ចុះពីទីតាំងខ្ពស់មកទីតាំងទីបអញ្ចឹងណាយល់អត់បងអញ្ចឹងចម្លើយទី2ក៏អត់ត្រូវដែរទី3 Anjonde យើងបកថាខ្សែក្រវ៉ាត់សុវត្ថិភាព Churaku យេប៉ាំងហាំនីតាយើងបកថាខ្សែក្រវ៉ាត់សុវត្ថិភាពហ្នឹងគេប្រើសម្រាប់បង្ការការធ្លាក់ចុះពីលើអាគារខ្ពស់មកក្រោមភាគច្រើនគេពាក់ខ្សែក្រវ៉ាត់ការពារហ្នឹងឯងអញ្ចឹងចម្លើយលេខ3ត្រូវយល់អត់បងត្រូវជាមួយរូបភាពរបស់យើងទី4 Anjonmo យើងបកថាមួកសុវត្ថិភាព Microchimmer ផាំងជាអាំនីតាបាទមួកសុវត្ថិភាពហ្នឹងគេប្រើការពារការរអិលដួលអីចឹងតែបាទក៏អត់ត្រូវដែរបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវចម្លើយលេខ3 Chongdaben Sampan Imnida Neoteo តោះយើងមកសំណួរលេខ3មួយទៀត Sampan Munjemnida ខូចាំងណាន់ពាក្យខូចាំងណាន់នេះយើងបកថាដែលខូចយល់បងបាទមកពីពាក្យខូចាំងណាដាហ្នឹងឯងបាទ Hige យើងបកថារបស់ម៉ាស៊ីនឬក៏នៃម៉ាស៊ីន Hige ម៉ាស៊ីន A នេះយើងបកថារបស់ឬក៏នៃបាទ Hubumel Hubum នេះយើងបកថាគ្រឿងបន្លាស់យល់បងបាទ Krocheanern យើងបកថាដែលត្រូវផ្លាស់ប្ដូរ Chungyeyo យើងបកថាកំពុងបាទអញ្ចឹងមានន័យថាកំពុងផ្លាស់ប្ដូរគ្រឿងបន្លាស់របស់ម៉ាស៊ីនដែលខូចយើងមើលរូបភាពរបស់យើងមើលបងតើរូបភាពមួយណាដែលគាត់កំពុងតែផ្លាស់ប្ដូរគ្រឿងបន្លាស់ម៉ាស៊ីនដែលខូចណារូបភាពទី1គាត់កំពុងតែអានការណែនាំទេយើងអត់ត្រូវទេរូបភាពទី2គាត់កំពុងតែជូតសម្អាតក៏អត់ត្រូវដែររូបភាពទី3នេះហើយគឺជាការជួសជុលឬក៏ផ្លាស់ប្ដូរគ្រឿងបន្លាស់អញ្ចឹងត្រូវរូបភាពទី4គាត់អានការណែនាំដូចគ្នាណាឬក៏គាត់បង្ហាញអំពីការណែនាំអញ្ចឹងចម្លើយដែលត្រឹមត្រូវចម្លើយលេខ3 Chongdaben Sampanimnida អញ្ចឹងយើងផ្ទៀងផ្ទាត់ចម្លើយមើលដល់គ្នាយល់បងថាតើយើងរើសបានត្រូវអត់សំណួរលេខ2ត្រូវជាមួយចម្លើយលេខ3សំណួរលេខ3ត្រូវជាមួយចម្លើយលេខ3យើងរើសបានត្រឹមត្រូវល្អបងស្ដាប់ដល់គ្នាប្រសិនបើចង់បានការសិក្សាទៅលើទម្រង់វិញ្ញាសាថ្មីវិញ្ញាសាអាប់ដេតចំនួនថ្មីដែលទើបតែចេញឥឡូវហ្នឹងស្ដាប់ដល់គ្នាអាចជ្រើសរើសរៀនជាមួយលោកគ្រូតាមប្រព័ន្ធអនឡាញបានយើងរៀនតាម Zoom ផងយើងមានវីដេអូបញ្យលលម្អិតបែបមួយបែបហ្នឹងទម្លាក់ចូលក្នុងក្រុម Telegram ឲ្យបងមើលផងអញ្ចឹងប្រសិនបើបងរៀនពីដើមវគ្គទៅតម្រាំតែដល់ថ្ងៃប្រឡងបងមានសមត្ថភាពខ្ពស់ហ្មងព្រោះវិញ្ញាសាថ្មីនេះសិតស្ទឹងតែពាក្យថ្មីដែលយើងត្រូវរៀនទាំងអស់បាទនៅពេលដែលយើងចេះពាក្យថ្មីច្រើនអត្ថភាពច្រើនថ្ងៃដែលយើងទៅប្រឡងបងព័ត៌មានបន្ថែមសូមឆាតចូលក្នុង page ភាសាកូរ៉េអនឡាញណាបាទអរគុណ